តាមនិភានេះយើងក៏បានប្រទះឃើញថារ៉ារ៉ាគីគេកំពុងតែត្រៀមប្រយុទ្ធជាមួយនឹងត្រាម៉ាទូគីដើម្បីយកជើងស្ដាំរបស់គីសនមកវិញហើយត្រាម៉ាទូគីគេក៏បានយល់ព្រមប្រសិនបើគេឈ្នះរ៉ារ៉ាគីត្រូវប្រាប់ពីទីតាំងរបស់គីសនឲ្យមកកាន់គេតែប្រសិនបើគេចាញ់គេនឹងឲ្យជើងស្ដាំរបស់គីសនឲ្យទៅរ៉ារ៉ាគីហើយសាច់រឿងរបស់យើងក៏បានត្រឡប់ក្រោយបន្តិចរ៉ារ៉ាគីគេកំពុងតែមើលសិភៅវិទ្យាគុណដើម្បីត្រៀមប្រយុទ្ធជាមួយនឹងអ្នកកម្ចាត់បិសាច3នាក់ដ៏ខ្លាំងដែលធ្វើឲ្យរ៉ារ៉ាគីគេឡើងក្រញាញ់ខួរហើយព្រោះមិនដឹងថាគេអាចយកឈ្នះអ្នកកម្ចាត់បិសាច3នាក់នោះឬក៏អត់នោះទេហើយគីសតគេក៏បាននិយាយពីជីវប្រវត្តិរបស់ត្រាម៉ាទូគីឲ្យទៅកាន់រ៉ារ៉ាគីបានស្ដាំត្រាម៉ាទូគីគេក៏ជាបិសាចជញ្ជក់ឈាមដែរប៉ុន្តែគេបានតាំងខ្លួនធ្វើជាអ្នកកម្ចាត់បិសាចគេអាចធ្វើឲ្យដៃទាំងសងខាងរបស់គេកាត់ជាអាវុធដ៏សាហាវព្រៃផ្សៃបានកាត់តែមួយដាវនោះទេអ្វីនឹងត្រូវបានខ្ទេញហើយគ្រាន់តែរ៉ារ៉ាគីគេលឺអញ្ចឹងហើយគេភ័យនឹងចង់លេចអាចទៅហើយនឹងគ្រាន់តែជីវប្រវត្តិរបស់ត្រាម៉ាទូគីតែម្នាក់ផងចោះទម្រាំ2នាក់ទៀតទៅគេនឹងទៅជាយ៉ាងណាហើយអំឡុងពេលដែលរ៉ារ៉ាគីគឺកំពុងតែស្មុគស្មាញនោះអានេះក៏វ៉ានាងក៏បានមកដល់ទីនេះដោយធ្វើឲ្យរ៉ារ៉ាគីពេលនោះគេភ្ញាក់ផ្អើលខ្លាំងមែនទែនមិននឹកស្មានថាហាណេក៏វ៉ាតាមគេមកដល់ទីនេះនោះទេដោយសារតែនាងគឺមិនបានឃើញរ៉ារ៉ាគីទៅសាលារៀនដូច្នោះហើយនាងក៏បានមកតាមរកគេតែម្ដងទៅហើយគ្រាន់តែឃើញមុខរបស់ហាណេក៏វ៉ារ៉ារ៉ាគីគេក៏បាននឹកស្រមៃពីលីអូរបស់នាងរួមទាំងរូបរាងដ៏ស្រស់ស្អាតរបស់នាងទៀតផងប៉ុន្តែយ៉ាងណាក្ដីពេលនេះគេក៏បានបង្ខំចិនទិញហាណេក៏វ៉ាចាស់ចេញពីគេដោយមិនឲ្យហាណេក៏វ៉ាតាមគេទៀតនោះឡើយសូម្បីតែលេខទូរស័ព្ទរួមទាំងអាស័យដ្ឋានរបស់នាងក៏រ៉ារ៉ាគីបានលុបចោលតែទាំងអស់នឹងដែលវាបានបញ្ជាក់ថាចាប់ពីពេលនេះតទៅពួកគេទាំងពីរនាក់គឺផ្ដាច់ទំនាក់ទំនងជាមិត្តភក្តិនឹងគ្នាបាននិយាយឲ្យសរុបរួមរ៉ារ៉ាគីគេមិនចង់ឲ្យហាណេក៏វ៉ានៅចិត្តគេនោះឡើយប្រសិនបើនាងនៅចិត្តគេនាងអាចនឹងមានគ្រោះថ្នាក់ហាណេក៏វ៉ានាងពិតជាឆ្ងល់ខ្លាំងមែនទែនហើយអ្វីក៏រ៉ារ៉ាគីដេញគេចេញអញ្ចឹងដែលធ្វើឲ្យរ៉ារ៉ាគីគេក៏បានបង្ខំចិត្តនិយាយថាគេចង់ស្គាល់ហាណេក៏វ៉ានេះគឺដោយសារតែលុយដែលធ្វើឲ្យហាណេក៏វ៉ានាងក៏បានតបឡើងនាងមិនមែនជាកូនអ្នកមាននោះទេនាងក្រខ្លាំងមែនទែនតែទោះបីជាយ៉ាងណាក្ដីរ៉ារ៉ាគីគេក៏បានដេញឲ្យហាណេក៏វ៉ាចាចេញទៅសកម្មភាពរបស់រ៉ារ៉ាគីនេះពិតជាធ្វើឲ្យហាណេក៏វ៉ាអន់ចិត្តខ្លាំងមែនទែននាងក៏បានរត់ចាចេញពីទីនេះដោយមិនងាកក្រោយឡើយគេដឹងថាសកម្មភាពរបស់គេពិតជាលើសលួសទៅហាណេក៏វ៉ាខ្លាំងមែនទែនប៉ុន្តែយ៉ាងណាក្មិញនៅពេលដែលគេខ្លាចទៅជាមនុស្សវិញគេនឹងទៅរកហាណេក៏វ៉ាហើយរួចហើយសាច់រឿងរបស់យើងក៏បានឆ្លងមកដល់ការប្រយុទ្ធគ្នារបស់ពួកគេទាំងពីរនាក់ដែលត្រាម៉ាទូគេគឺជាបិសាចជញ្ជក់ឈាមហើយមានរបស់គេពិតជាធំខ្លាំងមែនទែនចំណែកឯរ៉ារ៉ាគីរបស់យើងវិញគឺតូចញ៉ែបគ្រាន់តែក្បាច់ដំបងសងត្រាម៉ាទូគេក៏បានកាត់ដៃរបស់រ៉ារ៉ាគីដោយធ្វើឲ្យពេលនោះរ៉ារ៉ាគីគេពិតជាភ័យតស្លុតខ្លាំងមែនទែនបន្ទាប់មកត្រាម៉ាទូគេក៏បានកាត់ដៃមួយចង្ហៀងទៀតរបស់រ៉ារ៉ាគីហើយដោយសារតែភាពភ័យខ្លាចខ្លាំងពេករ៉ារ៉ាគីក៏បានរត់ចេញពីត្រាម៉ាទូគេក៏បានដេញតាមរ៉ារ៉ាគីពីកន្លែងមួយទៅកន្លែងមួយរហូតមកដល់ពេលនេះរ៉ារ៉ាគីក៏បានប្រទះឃើញថាដៃរបស់គេដែលត្រូវបានដាច់នោះវាក៏បានដុសឡើងវិញហើយក៏មានភាពក្លាហានដើម្បីប្រយុទ្ធតទល់ជាមួយនឹងត្រាម៉ាទូគីដែរអញ្ចឹងហើយកន្លែងនេះអេដមីនគឺនឹងដាក់សូឲ្យអ្នកទាំងអស់គ្នាមើលតែម្ដងនៅចុងបញ្ចប់រ៉ារ៉ាគីគេក៏អាចយកឈ្នះត្រាម៉ាទូគីបាននៅក្បាច់ដែលគេបានរៀនពីក្នុងសៀវភៅដើម្បីយកមកប្រើជាមួយនឹងត្រាម៉ាទូគីហើយត្រាម៉ាទូគីគេក៏បានប្រកល់ជើងស្ដាំរបស់គីសនឲ្យមកកាន់នាងវិញហើយចំពោះការប្រយុទ្ធរំបាញ់មិញនេះហាណេក៏វ៉ានាងបានមើលឃើញតែទាំងអស់នឹងហើយក៏បានដឹងថារ៉ារ៉ាគីគេបានប្រែក្លាយទៅជាបិសាចជញ្ជក់ឈាមប៉ុន្តែទោះបីជានាងបានដឹងថាគេគឺជាបិសាចជញ្ជក់ឈាមក៏ដោយក៏ហាណេក៏វ៉ានាងមិនបានខ្លាចរ៉ារ៉ាគីដែរនាងថែមទាំងលើកទឹកចិត្តគេទៀតទោះបីក្នុងកលៈទេសៈណាក៏ដោយនាងនឹងនៅជាមួយនឹងគេរហូតប្រសិនបើជាពេលណាមួយដែលរ៉ារ៉ាគីត្រូវការជំនួយនោះនាងនឹងស្ម័គ្រចិត្តជួយរ៉ារ៉ាគីជានិញប៉ុន្តែរ៉ារ៉ាគីគេមិនបានខ្វល់នោះទេគេក៏បានដេញឲ្យហាណេក៏វ៉ាចាចេញទៅហើយនឹងបាននិយាយទៅកាន់នាងថាគេនៅក្បែរនាងគឺដោយសារតែលុយប៉ុន្តែហាណេក៏វ៉ានាងក៏បានតបថានាងគឺគ្មានលុយទេគ្រួសាររបស់នាងគឺក្រខ្លាំងមែនទែនហើយបន្ទាប់មករ៉ារ៉ាគីគេក៏បាននិយាយទៀតខ្ញុំនៅជាមួយនាងគឺដោយសារតែរាងកាយរបស់នាងនោះទេអញ្ចឹងនាងក៏បង្ហាញខោរីអូរបស់នាងឲ្យ
ឲ្យមកខ្ញុំមើលម្ដងទៀតហ្មងរ៉ារ៉ាគីគេដឹងច្បាស់ណាស់ថាហាន់ណេកាវ៉ាគឺមិនធ្វើអញ្ចឹងឡើយប៉ុន្តែអ្វីដែលគេគិតគឺខុសស្រឡាំងហាន់ណេកាវ៉ាគេក៏បានបង្ហាញលីអូរបស់នាងឲ្យទៅកាន់រ៉ារ៉ាគីបានឃើញហើយប្រសិនបើលោកចង់ឃើញទៀតខ្ញុំនឹងបង្ហាញវាទៀតហើយគ្រាន់តែហាន់ណេកាវ៉ានាងនិយាយអញ្ចឹងរួចរ៉ារ៉ាគីគេក៏បានសុំទោសទៅកាន់នាងនៅពាក្យពេចន៍ដែលគេបាននិយាយហើយពេលនេះពួកគេក៏បានយកជើងមួយចំហៀងរបស់ខីសតប្រកល់មកឲ្យខីសតវិញហើយខីសតគ្រាន់តែនាងបានឃើញជើងរបស់នាងភ្លាមនាងស៊ីជើងរបស់នាងទាំងមូលតែម្ដងដែលធ្វើឲ្យរ៉ារ៉ាគីគេលំភ្ញាក់ផ្អើលហើយបន្ទាប់ពីការយកជើងស្ដាំបានឲ្យមកកាន់ខីសតរួចរ៉ារ៉ាគីគេក៏ត្រូវប្រយុទ្ធជាមួយនឹងមនុស្សម្នាក់ទៀតដែលត្រូវបានគេហៅថាអេពីសូនដែលជាកូនកាត់មនុស្សនិងបិសាចដែលត្រូវបានគេហៅថាដាំភីនហើយកំឡុងពេលនេះរ៉ារ៉ាគីគេក៏ឆ្ងល់ដែរតើគេអាចខ្លាចជាមនុស្សវិញបានឬក៏អត់នៅពេលដែលគេអាចរកដៃជើងគ្រប់ចំនួនឲ្យទៅកាន់ខីសតវិញប៉ុន្តែអ៊ូស៊ីណូគេក៏មិនដឹងដូចគ្នារ៉ារ៉ាគីគេក៏ខ្លាចថាអ្វីដែលខីសតបាននិយាយនេះគឺជាការកុហកគេតែប៉ុណ្ណឹងប៉ុន្តែអ៊ូស៊ីណូគេក៏បាននិយាយទៅកាន់រ៉ារ៉ាគីថារ៉ារ៉ាគីគួរតែជឿជាំងមនុស្សដែលបានជួយជីវិតរបស់គេព្រោះថាពេលនោះខីសតក៏បានជួយជីវិតគេផងដែរនៅពេលដែលគេត្រូវបានព្រះអាទិត្យឆាបឆេងត្រឡប់មកកាន់ខីសតវិញបន្ទាប់ពីនាងបានស៊ីជើងរបស់នាងខាងស្ដាំមួយចំហៀងទៅរូបរាងកាយរបស់នាងក៏បានធំបន្តិចហើយមានសម្រស់ស្រស់ស្អាតខ្លាំងមែនទែនហើយពេលនេះហាន់ណេកាវ៉ានាងក៏បានយកសម្លៀកបំពាក់ខ្លះៗយកមកឲ្យរ៉ារ៉ាគីហើយនាងក៏បានជួបជាមួយនឹងខីសតដែរប៉ុន្តែហាន់ណេកាវ៉ាគឺនាងមិនបានខ្លាចខីសតនោះឡើយដូចជានាងបានស៊ាំរួចទៅហើយទឹកមុខទាំងមូលរបស់នាងក៏បានសបញ្ជាក់ដែរហើយនាងគឺកំពុងតែលងស្រឡាញ់ទៅលើអារ៉ាកាគីហើយថែមទាំងទៅស្ទាបអង្អែរូបរាងកាយរបស់កូនកំឡោះគេទៀតរហូតដល់រ៉ាកាគីក៏បានសួរទៅកាន់នាងគឺនាងចូលចិត្តរាងកាយរបស់មនុស្សទូទៅមែនទេដោយធ្វើឲ្យនាងទៅនឹងភ្ញាក់ខ្លួនហើយពេលនេះគឺនាងកំពុងតែស្ទាបអង្អែរាងកាយរបស់កូនកំឡោះគេតែក្នុងចិត្តវិញគឺនាងចូលចិត្តរាងកាយរបស់អារ៉ាកាគីនោះទេហើយបន្ទាប់ពីនឹងរួចហាន់ណេកាវ៉ានាងក៏បានចាចេញទៅប៉ុន្តែនាងក៏បានប្រទះឃើញសៀវភៅដែលរ៉ារ៉ាគីបានទិញដែលធ្វើឲ្យរ៉ារ៉ាគីអៀនលង្រឹងខ្លួនហើយពេលវេលានៃការប្រយុទ្ធជាមួយនឹងអេពីសូតក៏បានមកដល់ដែលអេពីសូតគេនឹងប្រើដំបងឈើឆ្កាំងរបស់គេប្រយុទ្ធជាមួយនឹងរ៉ារ៉ាគីហើយពេលនោះហាន់ណេកាវ៉ានាងក៏បានរត់មកកន្លែងប្រកួតដែរចំណែកឯពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមប្រកួតគ្នាដែលរ៉ាកាគីគេក៏បានរត់ទៅរកអេពីសូនប៉ុន្តែស្រាប់តែពេលនោះអេពីសូតគេក៏បានផ្លាស់ទីទៅកន្លែងមួយទៀតរួចក៏បានយកឈើឆ្កាំងរបស់គេគប់ទៅកាន់រ៉ាកាគីមួយទំហឹងដែលធ្វើឲ្យរ៉ាកាគីគេឡើងចង់អស់ខ្យល់ទៅហើយរហូតដល់អេពីសូតគេក៏បានប្រើឈើឆ្កាំងគេម្ដងទៀតគប់ទៅកាន់រ៉ាកាគីដែលធ្វើឲ្យរ៉ាកាគីពេលនោះគេក៏បានព្យាយាមរត់គេចពីឈើឆ្កាំងហើយឈើឆ្កាំងនោះគឺចេះខ្លាំងមែនទែនមិនថាអាកាគីរត់ទៅទីណានោះទេគេរត់ទៅតាមអាកាគីរហូតដល់អាកាគីអស់កម្លាំងពីខ្លួនហើយពេលនោះហាន់ណេកាវ៉ានាងក៏បានមកដល់ទីនេះនឹងបានស្រែកហៅអាកាគីហើយពេលនោះអេពីសូតគេក៏បានប្រើដំបងឈើឆ្កាំងរបស់គេគប់សម្ដៅទៅកាន់ហាន់ណេកាវ៉ារហូតដល់នាងធ្លាយពវៀនចេញមកក្រៅតែម្ដងហើយទស្សនវិជ្ជាមួយនឹងវាធ្វើឲ្យអារ៉ាកាគីឈឺចាប់ខ្លាំងមែនទែនរហូតដល់គេស្រែកទៅហូរយំនឹងបានកាយពវៀនរបស់ហាន់ណេកាវ៉ាចូលមកក្នុងខ្លួនរបស់នាងវិញហើយដោយសារតែកំហឹងមួយនេះគេក៏បានប្រើថាមពលនៃបិសាចជញ្ជក់ឈាមរបស់គេវាប្រហារទៅកាន់អេពីសូនរហូតដល់អេពីសូនមិនអាចតដៃជាមួយនឹងអារ៉ាកាគីបាននោះឡើយតតែអូស៊ីណូគេមកហាមខនហើយប្រសិនបើអារ៉ាកាគីធ្វើដូច្នោះគឺគេបាត់បង់ភាពជាមនុស្សរបស់គេនឹងខ្លាចទៅជាបិសាចជញ្ជក់ឈាមពេញលេញហើយពេលនេះអេពីសូនក៏ត្រូវបានចាញ់ក្នុងដៃរបស់អាកាគីហើយអារ៉ាកាគីគេក៏បានសុំឲ្យយូស៊ីណូជួយហាន់ណេកាវ៉ាផងហើយយូស៊ីណូគេក៏បានទារ2លានបើសិនជាឲ្យគេជួយជីវិតហាន់ណេកាវ៉ាប៉ុន្តែអារ៉ាកាគីគេមិនខ្វល់នោះទេគេឲ្យដល់3លានឯនោះប្រសិនបើគេអាចជួយជីវិតហាន់ណេកាវ៉ាបានហើយបន្ទាប់មកយូស៊ីណូគេក៏បានឲ្យអារ៉ាកាគីចាក់ខួរក្បាលរបស់គេទៅនិងបង្ហូរឈាមនោះចូលទៅក្នុងរាងកាយរបស់ហាន់ណេកាវ៉ានៅពេលនោះរូបរាងកាយរបស់នាងក៏បានត្រឡប់មកដូចដើមហើយនាងនឹងរស់រានមានជីវិតឡើងវិញហើយនេះគឺជាការទាញចងចាំរបស់បិសាចជញ្ជក់ឈាមដែលត្រូវបានគេហៅថាពិភពលោកនៃម៉ូណូកាតារេងរបស់បិសាចជញ្ជក់ឈាមដែលមានសមត្ថភាពបង្កើតរូបរាងកាយឡើងវិញហើយការធ្វើបែបនេះគឺដូចជាការនឹកឃើញរឿងសំខាន់ដែលពួកគេបានភ្លេចកន្លងទៅហើយក្រោយពីហាន់ណេកាវ៉ាបានដឹងខ្លួនត្រឡប់មកវិញអារ៉ាកាគីគេក៏បានសុំទោសម្ដងហើយម្ដងទៀតទៅហាន់ណេកាវ៉ាហើយនឹងបានដឹងខ្លួនថាគឺគេមិនអាចរស់ខ្វះហាន់ណេកាវ៉ាបាននោះទេក្រោយពីទទួលបានអវយវៈបន្ថែមទៀតទី shot ពេលនេះក៏កាន់តែធំជាងមុនហើយសម្រស់របស់នាងក៏កាន់តែចែងចាំងខ្លាំងជាងមុនទៅទៀតក្រោយពីការប្រយុទ្ធជាមួយនឹងអ្នកកម្ចាត់បិសាចដ៏ខ្លាំងក្លាពីរនាក់បានបញ្ចប់ទៅពេលនេះអារ៉ាកាគីនឹងត្រូវត្រៀមប្រយុទ្ធជាមួយនឹង Carter ដែលជាមេសាសនាដ៏ធំម្នាក់ប៉ុន្តែគេគឺជាមនុស្សធម្មតានោះទេគ្រាន់តែគេមានកលល្បិចច្រើនហើយនឹងគ្មានក្តីមេត្តានោះឡើយហើយដៃទាំងពីររបស់ Kishot គឺនៅនឹងគេនោះឯងហើយពេលវេលាសំខាន់ក៏បានមកដល់នៃការប្រយុទ្ធជាមួយនឹង Culture ដែល Culture គេបានយកហាន់ណេកាវ៉ាយកមកធ្វើជាចំណាត់ខ្មាំងព្រោះមនុស្សដូចជា Carter នេះគឺជាមនុស្សដែលថោកទាបហើយនឹង
មានល្បិចច្រើនដឹងហើយការប្រយុទ្ធឲ្យត្រឹមត្រូវនោះវាមិនអាចកើតឡើងបាននោះទេហើយគេចាប់ហានេកវ៉ាយកមកធ្វើជាចំណាត់ខ្មាំងនេះគឺមិនឲ្យរ៉ាកាគីប្រើកម្លាំងទៅលើគេប៉ុន្តែពេលនោះអារ៉ាកាគីគេក៏បានប្រើធម្មពលមួយដែលបំលែងដៃរបស់គេដូចជាឫសឈើតូចៗអញ្ចឹងនឹងបានចាប់ទាញហានេកវ៉ាយកមកវិញហើយនៅចុងបញ្ចប់រ៉ាកាគីគេក៏អាចដួលខោឈើបានដែលខោឈើក៏ត្រូវបានចងភ្ជាប់នៅលើឈើមួយហើយរឿងរបស់យើងគឺចប់ត្រឹមនេះហើយចង់ដឹងថាបន្ទាប់ពីអារ៉ាកាគីយកអវៈជីវៈបានអស់ហើយទៅឲ្យ Keyshot វិញតើ Keyshot អាចបំលែងខ្លួនរបស់គេទៅជាមនុស្សបានឬក៏អត់នោះគឺមានតែតាមដានជាមួយនឹង admin បន្តទៅទៀតនោះទេហើយសម្រាប់ភាគនេះដែរក៏បានមកដល់ទីបញ្ចប់អរគុណសម្រាប់ការទស្សនាបាយបាយ